banនេះជាករណីរថយន្តវេអងបាទដឹកឈើបាទនេះឈើនឹងជាឈើជំនាញឈើស្អីបាទអញ្ចឹងឡានដឹកឈើបានកលាប់នៅអូងើយបាទនៅអូងើយបាទអញ្ចឹងរថយន្តវេអងមានផ្លាកលេខ 3A2352 បាទនៅគណៈពេលនេះដែរសមត្ថកិច្ចប៉ូលីសសាលាចរស្រុកអូរាំងបានចុះមកពិនិត្យតើមិនតាន់នឹងជាហេតុការណ៍ដឹងយ៉ាងម៉េចទេបើដាច់ប្រាំងឬមួយយ៉ាងម៉េចយើងក៏មិនដឹងដែរបាទអញ្ចឹងស្ថានភាពតកង់រថយន្តដឹងយ៉ាងម៉េចយ៉ាងម៉ាទេអញ្ចឹងបាទអញ្ចឹងយើងចុះទៅតាមនៅក្នុងខាងក្រោមទាំងអស់គ្នាបាទតកង់អាចចេញរួចអត់តកង់បងអាចជើងមកចេញទេហើយទៅកោះថែមបាទឈើបាច់នេះវាទេកោះមិនកោះអត់ទេហើយយើងរកវិធីទាល់វាទាល់រកអីទាល់ហើយចាំដូចនេះនេះជាសត្វឈើបាទរថយន្តដឹកឈើនេះឈើយូរហើយបាទមិនមែនឈើថ្មីទេឈើនេះថាជាឈើដឹកចេញពីតំបន់ហៅថាអភិរក្សបានចាប់ឃាត់នឹងប្រហែលនេះយើងមិនទាន់បានសួរសមត្ថកិច្ចជំនាញនៅឡើយទេបាទអញ្ចឹងការដឹកជូននឹងមានច្បាប់មិនមានច្បាប់យើងក៏មិនទាន់ដឹងដែរបាទនៅគណៈពេលនេះដែរម្ចាស់រថយន្តបាទអញ្ចឹងក្លាប់បានគៀបនៅក្នុងកាប៊ីនអញ្ចឹងកម្លាំងសមត្ថកិច្ចបាទកំពុងធ្វើការកោះបាទកំពុងធ្វើកោះអញ្ចឹងជាប់នៅក្នុងកាប៊ីនហ្នឹងបាទអញ្ចឹងតកង់ឡាននៅក្នុងកាប៊ីនបាទកំពុងជួយសង្គ្រោះបាទតាមម្នាក់គាត់ទេតកង់ហ្នឹងអូនតាមម្នាក់ទេឥឡូវយើងកំពុងជួយសង្គ្រោះគាត់ហ៎បាទរថយន្តហ្នឹងធ្វើដំណើរចេញពីក្រុងសែនមករមមកបាទអញ្ចឹងមកដល់ចំណុចកើតហេតុនៅចំណុចអូងើញនេះតែងតែមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់បាទអញ្ចឹងហើយសូមឲ្យអ្នកបកកបាទទាំងឡាយទាំងពួងមេត្តាបើកបរដោយការប្រុងប្រយ័ត្នជានិច្ចបាទអញ្ចឹងរថយន្តដឹកធ្ងន់បាទអញ្ចឹងហើយធ្វើឲ្យចាប់ប្រាំងមិនស៊ីដោយថាលបឿនលឿនបាទតាមដែលសមត្ថកិច្ចគាត់និយាយមកគាត់ថាឡាននោះឡើងទៅហួសដល់ហួសមកវារយ៉ាយមកក្រោយវិញបាទអញ្ចឹងវាឡើងរយ៉ាយមកក្រោយនោះធ្វើឲ្យវាឡាននឹងធ្លាក់ទៅជ្រោះបាទនេះបាទ